បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទពន្លឺនៅវីដេអូថ្មីរបស់យើងជាបន្តទៀតដែលយើងបន្តជាមួយនឹងមេរៀនមុនដែលមេរៀនមុនខ្ញុំចែកម្លែកទៅនឹងធัวសំខាន់មួយចំនួននៅក្នុង Microsoft Word ហើយនៅថ្ងៃនេះដែរខ្ញុំនឹងចែករំលែកនៅការស្វែងយល់ពីក្របចុចសំខាន់នៅក្នុង Microsoft Word ជាបន្តទៀតដែលក្របចុចសំខាន់របស់យើងគឺមានមួយចំនួននៅខាងក្រោមដូចជា space bar shift caps lock intern backspace delete tab and home និង arrow key បាទដែលចំណុចនេះដែរគឺគេហៅថា space bar នេះហៅ tab caps lock shift បាទប៊ូតុងនេះហៅ backspace ប៊ូតុងគឺ backspace គឺយើងអាចលុបអក្សរពេលដែលយើងសរសេរខុសអីចឹងបាទនេះគឺគេហៅថា home delete និង end នេះគឺ arrow key យើងអាច scroll វាឡើងលើចុះក្រោមស្វែងស្ដាំអញ្ចឹងបាទបន្ទាប់មកទៀតគឺយើងនិយាយពីយមន័យរបស់វាគឺចាំមក plate បងប្អូន sorry ជាដំបូងយើងនិយាយពី space bar គឺយើងសម្រាប់ដក clear អក្សរយើង space ទៅវាដក clear ហើយចំណុចបន្ទាប់នេះគឺ C គឺយើងប្រើសម្រាប់ផ្សំជាមួយនឹងប៊ូតុងអក្សរដើម្បីវាយអក្សរពុំធំឧទាហរណ៍យើងវាយអក្សរ A យើងវាយទៅប្រកាសជាអក្សរ A តូចហើយតែយើងចង់ដាក់វាទៅជា A ធំយើងវាយ C វាយអក្សរ A មកវាលូតអក្សរ A ធំហើយបន្តមកទៀតគឺ caps lock ហ្នឹងសម្រាប់វាយអក្សរពុំធំរហូតឧទាហរណ៍ពាក្យមួយជួរហ្នឹងវាសុទ្ធតែអក្សរធំទាំងអស់អញ្ចឹងយើងមិនបាច់ប្រើ C នៅប្រើ C A C B អញ្ចឹងវាយូរយើងចុចតែ caps lock មកយើងទៅសេធំទាំងអស់យកមកបាទហើយបន្តមកទៀតគឺ intern ហ្នឹងគឺសម្រាប់ចុះបន្ទាត់ចូលកថាខណ្ឌថ្មីគឺយើងពេលដែលយើងសរសេរទៅចប់មួយបន្ទាត់មកអត្ថបទមកកថាខណ្ឌអញ្ចឹងគឺយើងចុច intern ដើម្បីឲ្យវាចុះទៅបន្ទាត់ខាងក្រោមជាបន្តទៀតអញ្ចឹងបាទហើយបន្តមកទៀតគឺ backspace គឺសម្រាប់លុបតួអក្សរពីស្ដាំមកឆ្វេងមិនមែនពីឆ្វេងមកស្ដាំទេដូចនៅក្នុងឯកសារគឺវាសរសេរខុសគឺយើងលុបពីស្ដាំមកឆ្វេងឧទាហរណ៍យើងសរសេរមកខុសអញ្ចឹងទៅគឺយើង backspace លុបវាមកក្រោយវិញបាទហើយបន្ទាប់មកទៀតនោះគឺបាទនៅចំណុចហ្នឹងគឺគេហៅ backspace ដូចខ្ញុំច្អល់នៅលើ mouse អញ្ចឹងហើយនៅលើ keyboard sorry អ្នកនរគ្នាហើយបន្តមកទៀតគឺ delete ហ្នឹងគឺយើងសម្រាប់លុបតួអក្សរពីឆ្វេងមកស្ដាំគឺយើងពេលដែលយើងសរសេរអញ្ចឹងយើងខុសហើយយើងខុសមកពាក្យចុងកតុយអញ្ចឹងយើងអាចscroll វាមកដើមពាក្យដែលខុសហ្នឹងហើយយើងចុច delete វា delete បាទហើយបន្ទាប់ពីtool delete ឥឡូវយើងមកsorry ទាំងអស់គ្នា key delete យើងបន្តមកទៀតគឺ key tab ហ្នឹងគឺសម្រាប់ដក clear វែងឬចូលដើមបន្ទាត់ថ្មីឧទាហរណ៍យើងសរសេរឧទាហរណ៍ចំណងជើងធំមួយអញ្ចឹងហើយយើងចង់សរសេរសម្រាយតូចពីក្រោយទៀតហើយយើងចង់ space ឲ្យវាស្មើគ្នាបើ space យើងប្រើ space វាអាចអត់ស្មើអញ្ចឹងយើងអាចប្រើ key tab មកគឺវាអាចស្មើគ្នាស្អាតអញ្ចឹងហើយនៅខ្ញុំអាចនឹងបន្ថែមបន្តទៀតពេលដែលយើងអនុវត្តការងារជាក់ស្ដែងនៅក្នុង Microsoft Word ដែលខ្ញុំចែកម្លែកជាបន្តទៀតហើយដូចជា n ហ្នឹងគឺសម្រាប់រុញ cursor ទៅខាងចុងនៃបន្ទាត់ហើយ home ហ្នឹងសម្រាប់រុញ cursor ទៅខាងដើមនៃបន្ទាត់វិញហើយជាចុងក្រោយគឺ arrow key ហ្នឹងសម្រាប់រំកិល custom ឬ cursor sorry អ្នកនរគ្នាគឺ cursor ទៅឆ្វេងស្ដាំលើក្រោម
គឺតាមអ្វីដែលយើងចង់ scroll មើលជាក់ស្ដែងអញ្ចឹងនៅក្នុង Microsoft Word យើងអាចប្រើ arrow key ហ្នឹងគឺ key ទាំង4ហ្នឹង scroll វាឡើងលើចុះក្រោមឆ្វេងស្ដាំហើយវីដេអូរបស់ខ្ញុំដែរក៏បានបញ្ចប់នៅត្រឹមហ្នឹងហើយជួបគ្នានៅវីដេអូក្រោយជាបន្តទៀត